បាទសួស្តីកាន់ពុកម៉ែបងប្អូនថ្ងៃនេះគឺកង្កែបឆាគ្រឿងបាទឥឡូវយើងចាប់ដើមចាំកង្កែបបាទកាន់កាត់កង្កែបជីកតូចធំមកល្មមពុកម៉ែបងប្អូនបាទតាមធ្វើការឥឡូវយើងកាត់កង្កែបហើយបានដុំហើយយើងចាប់បានបេះម្រះព្រៅបាទទួយម្រះព្រៅម្ដុំបាទកាត់ម្រះព្រៅបាទឥឡូវរួចរាល់ហើយចាប់បុកគ្រឿងបាទគ្រឿងទិញមកវាសាស្រាប់បងប្អូនគាត់នឹងខ្ញុំដាក់ខ្ទឹមបន្តិចដើម្បីវាឈ្ងុយបាទឥឡូវច្រាមខ្ទឹមបាទច្រាមខ្ទឹមដើម្បីឆាបាទគឺចាប់ដើមច្រាមគ្រប់បាទឥឡូវចាប់ដើមឆាច្រាមបាទហាន់ច្រាមបាក់នឹងបាទច្រាមខ្ទឹមបាទឥឡូវគឺសំវាមានបាទកែបមានកញ្ឆែតមានទឹកត្រីចងបាទមានតាមហ្នឹងបាទយូរទឹកត្រីប្រេឆាបាទទៅក្នុងជេស្ករសបាទគឺចងបាទឥឡូវខ្លាញ់ចាប់ដើមក្តៅហើយបាទឥឡូវយើងចាប់ដើមដាក់ទំពងបាទដើម្បីកូរបាទឆាឲ្យវាឈ្ងុយតិចបានយើងដាក់គ្រឿងបាទឥឡូវអង្កែបដើម្បីអង្កែបឥឡូវយើងកែបវាឆ្អិនហើយយើងដួសទុកមកលើអីសាឆាគ្រឿងវាសិនបាទចាប់តាមឆាគ្រឿងឥឡូវកែបបានឆ្អិនហើយគ្រឿងក៏បានសពគ្រប់បាទយើងឆាយើងដាក់សាច់កែបចូលបាទដាក់បងហើយឃើញថែមគ្រឿងខៅបាទមានជ័យស្គរអីហ្នឹងដាក់រួចអស់ហើយដាក់កញ្ឆែតបាទដាក់កញ្ឆែតបាទកូរឆាកញ្ឆែតឲ្យវាពូកឲ្យវាបាទឥឡូវយើងចាប់ដើមដាក់កញ្ឆែតចូលហើយយើងកូរវាឲ្យស្ពកបាទឥឡូវវាឆ្អិនតិចហើយយើងថែមទឹកតិចបាទកុំឲ្យវាគោកបាទឥឡូវក្លុកវាតិចបាទកុំឲ្យបែកសាច់កែបបាទឥឡូវវាបានឆ្អិនហើយយើងចាប់ដើមរៀបចំដុសញ៉ាំបាទអូតំណងពុកម៉ែបងប្អូនបាទអូជាតិមកបាទពុកម៉ែបងប្អូនបាទអូមើលតំណងបាទអូមួយបន្លែមួយសាច់ហ្នឹងត្រូវគ្នាមកបាទពុកម៉ែបងប្អូនបាទឥឡូវយើងចាប់បានញ៉ាំបាទអូជាតិមកពុកម៉ែបងប្អូនដាក់ម៉ាត់មួយមើលបំពុបវាឆ្ងាញ់បាទពុកម៉ែបងប្អូនបាទឥឡូវជួបគ្នាវីដេអូក្រោយពុកម៉ែបងប្អូន